តោះសួស្តីបងប្អូនទាំងគ្នានៅក្នុងក្រុមនេះអញ្ចឹងថ្ងៃនេះលោកគ្រូបង្រៀនបងប្អូននៅលំហាត់ទី34ណាអញ្ចឹងបងប្អូនមើលប្រធានជាមួយលោកគ្រូទាំងអស់គ្នាណាយ៉ាក្រាមនេះតាំងវត្តនៃម៉ូលេគុលឧស្ម័នបរិសុទ្ធតាមលំនាំ A B C A អញ្ចឹងមានន័យថាបំលែងបិទណា A B C A មានន័យថាចេញពី A វិលមកដល់ A វិញបំលែងបិទណាត្រង់ A មានសីតុណ្ហភាព200 Kelvin ថេអូស្ម័នបរិសុទ្ធ Air 8.31 Joule ក្នុង1 mol Kelvin ខណ្ឌមាន3សំណួរណាសំណួរទីកគណនាចំនួន molecule នៃអូស្ម័នសំណួរកគណនាចំនួន mol នៃអូស្ម័ននៅត្រង់ A ខគណនាសីតុណ្ហភាពនៃអូស្ម័ននៅត្រង់ B និង C កក្នុងបំលែងពី A ទៅ B សម្ពាធប្រែប្រួលស្មើគណនាកមណ្ឌក្នុងបំលែងទាំង3ខាងលើអញ្ចឹងមាន3សំណួរណាអញ្ចឹងដោយសារគេឲ្យក្រាប PV មកមួយអញ្ចឹងអូនតាមជាមួយលោកគ្រូទាំងអស់គ្នាមើលក្រាបណាសម្រាប់ក្រាប PV សម្រាប់ក្រាប P នេះគឺបងនឹងហៅថាគេឲ្យមកគីឡូប៉ាស្កាល់បងត្រូវបំបែកទៅប៉ាស្កាល់10សេគុណ3ប៉ាស្កាល់ណាហើយសម្រាប់V នេះគឺគេឲ្យមកជា decimal cube អញ្ចឹងបងអូនត្រូវបំបែកទៅ mètre cube ណា decimal ទៅ mètre ដក1ដក1គុណ3ដក3 mètre cube ណាអញ្ចឹងចាប់ដើមចំណោកែងទីតាំងទាំង3នៅលើអក្សរ P និង V អញ្ចឹងយើងមានទីតាំង A ទីតាំង B ទីតាំង C អញ្ចឹងបងអូនត្រូវចំណោកែងទីតាំងទាំង3នេះនៅលើអសម្ពាធមុនណាចំណោកែងទីតាំង B នៅលើអបចំលេខ5អញ្ចឹងចំណោចំលេខប៉ុន្មានអានឹងឯងគឺជាតម្លៃសម្ពាធនៅលើទីតាំង P ហ្នឹងគឺស្មើនឹង5គីឡូប៉ាស្កាល់ណាទីតាំង C នៅពេលដែលយើងចំណោទៅគឺកាត់ A ពេលដែលកាត់គ្នាអញ្ចឹងមានន័យថាវាមានតម្លៃស្មើគ្នាគឺ P C ស្មើជាមួយនឹង PA ណាស្មើនឹង2.5 គុណនឹង10សេគុណ3ប៉ាស្កាល់យើងវាយស្រេចណាបន្ទាប់មកយើងចាប់ដើមចំណោទីតាំងចំណោកែងទីតាំង A នៅលើអមៀតម្ដងចំណោ A នៅលើអមៀតយើងបាន VA ចំលេខ1នេះ1នេះគឺ1 decimal cube ដែលយើងបំបែកទៅស្មើនឹង10សេគុណដក3 mètre cube ណាបន្ទាប់មកចំណោទីតាំង B ប៉ុន្តែចំណោហ្នឹងគឺកាត់ទីតាំងយ៉នតាំង C ណាចំលេខ3ចំណោកាត់នឹងមានន័យថាស្មើគ្នាណាអញ្ចឹងមានន័យថា VB ស្មើជាមួយនឹង VC ណា3 decimal cube ណាទៅ mètre cube ផងបន្ទាប់ពីយើងចំណោកែងទីតាំងទាំង3គឺ A B C នៅលើអសម្ពាធនេះមកយើងបានសម្ពាធចំនួន3ណាហើយទីតាំង A B C នៅលើអមៀតនេះមកយើងបានមៀត3ណាបន្ទាប់មកយើងសំណួរទីកនេះគេចង់បានចំនួនម៉ូលនៃឧស្ម័ននៅត្រង់ A អញ្ចឹងគេនេះចំនួនម៉ូលហ្នឹងតាមសមីការស្មានបរិសុទ្ធត្រង់ទីតាំង A តែម្ដងណាដោយសារយើងស្គាល់អីកូនដោយសារយើងស្គាល់ PA VA ហើយនឹង T កូននេះ TA នេះគឺ TA តែណាដល់ណាអញ្ចឹងនៅពេលដែលយើងស្គាល់ TA PA VA យើងអាចរកចំនួនម៉ូលនៅត្រង់ទីតាំង A ឃើញហ្នឹងអញ្ចឹងចាប់តាមដានជាមួយលោកគ្រូទាំងអស់គ្នាយើងដាក់មកកហ្នឹងគឺកហ្នឹងគឺគណនាចំនួនម៉ូលណាចំនួនម៉ូលត្រង់ A តែយើងរកឃើញចំនួនម៉ូលត្រង់ A ហើយចំនួនម៉ូលត្រង់ A ហើយត្រង់ B ត្រង់ C ហ្នឹងគឺដូចគ្នាទេចំនួនម៉ូលអត់ប្រែប្រួលទេណាស្មើគ្នាទាំង3ទីតាំងណាអ
chẳng dân pra tam sợi ca sman tam sợi ca chẳng sợi ca sman ấy cứ dương là trăng thì tăng ảo va sma nâng ấn e ta mình bạch đã ấn a thì nó chẳng nhân ti rồi ấn máu nằm ở ấn sma cho mùi nâng va những bỏ e t tranh nó bỏ e t tranh về tay chi e t a nước hiện bài nó dương đang hai tha dương trong bàn ấn ấy bàn tay e nâng t nó chụp côn dương bỏ từ ong tìm mùi tới giờ mà dọn chạy dương có đồ ong máu dương vô ấn ong tìm mùi với hay va này là eta này ong tp và nhấn tập mới dân chấp đam đòi smart cam để dân srong picra pv mình cứ pa mấy nhà mà dọn còn mới pa dân đã smart pc và rồi thứ pa smart đồng pc dân mưa grab pi chích pram mình pi chích pram ní kilo pascal lớn này là ap chân kilo pascal dân bay từ pascal tới vietma đừng đo second độ 7 đo second 7 pascal lớn bầu nhé tập mau va bọn mới này trong mùi từ một đồng va mùi nữa mùi decimal kịp nó chẳng là ưu tiên ban thà va sma nâng mùi decimal kịp mùi decimal kịp chẳng decimal kịp từ mát kịp độ 7 độ 7 mát kịp tập máu ta bọn nâng hai tha trong titan a nó pi rồi Kelvin hai e nó cứ 8.31 joule ក្នុង1 mol Kelvin បន្ទាប់មកយើងចាប់ដើមចំនួនលេខចូលព្រោះយើងស្រង់សកម្មអស់លេខហ្នឹងយើងនាំឲ្យ n ហ្នឹងគឺស្មើជាមួយនឹង pa ចំនួនដោយ 2.5 គុណនឹង10សេគុណ3គុណជាមួយនឹង va 10សេគុណដក3ចែកជាមួយនឹងair 8.31 ហើយគុណនឹង200ណាវាបាយអញ្ចឹងយើងទូទាត់មកយើងឃើញស្វ័យគុណបូក3នឹងដក3នេះអស់ហើយអញ្ចឹងយើងយក 2.5 ចែកជាមួយនឹង8.31 ចែកនឹង200ស្មើនឹង0.005 ម៉ូលបាត់ស្វ័យគុណអស់ហើយណាអញ្ចឹងយើងដូចនេះមួយមកណាដូចនេះចំនួនម៉ូលគឺ n ហ្នឹងគឺស្មើជាមួយនឹង15គុណនឹង10សេគុណដក3ម៉ែត្រគីបដក3ម៉ូលជាចម្លើយណាអញ្ចឹងយើងគូហុំចម្លើយយើងមួយមកបានមួយណាអញ្ចឹងសំណួរបន្តទៀតគឺគេចង់បានអ្វីបងមើលខាងលើនេះទីខនេះគឺគណនាសីតុណ្ហភាពនៃឧស្ម័នត្រង់ទីតាំង B និង C ណាអញ្ចឹងយើងប្រើរូបមន្តសមីការស្មានរបស់សុទ្ធតែហ្នឹងហើយប៉ុន្តែទីតាំងលើកនេះគឺទីតាំង B និង C ណាអញ្ចឹងទីខអញ្ចឹងយើងដាក់មកទីខគណនាសីតុណ្ហភាពគូសំកាត់ហើយត្រង់ B និង C អញ្ចឹងយើងចាប់ដើមដោយសារទីតាំង B និង C នេះយើងប្រើរូបមន្តសមីការស្មានរបស់សុទ្ធហ្នឹងណាអញ្ចឹងតាមសមីការមកទីតាំង B គឺ PB VB ស្មើនឹង NRTB សមីការ2ទៅឥឡូវនេះសមីការ1ឥឡូវនេះសមីការ1ចោលទៅណាមក PCVC
ស្មើនឹង NRTC សមីការទី2ហ្នឹងទី3សមីការទី3មកបន្ទាប់មកដោយសារតែក្នុងករណីនេះយើងស្គាល់ TA ហើយ TA ស្មើនឹង200អញ្ចឹងយើងធៀបវិញណាដើម្បីស្រួលងាយស្រួលគិតលេខយើងធៀបវាមិនបងមើលយើងចាប់ផ្ដើមយក1សមីការ1ហ្នឹងខាងលើមិញហ្នឹងធៀបជាមួយ2អញ្ចឹងយើងបាន PA VA នៅលើ PB VB ស្មើជាមួយនឹង NRTA ចែកជាមួយនឹង NRTB បន្ទាប់មកយើងអាចសម្រួលចោលអ្វីបានគឺ NR សម្រួលចោលមុនគេទៅណាដល់ប៉ុន្តែបងអូនសង្កេតមើលនៅក្នុងរូបនេះគឺមើលក្នុងរូបនេះគឺ PA PC ស្មើគ្នា VB និង VC ស្មើគ្នាអញ្ចឹងអត់អាចសម្រួល P និង V បានទេអញ្ចឹងខ្វែងណាបងអូនខ្វែងមកគុណខ្វែងទៅជា PA VA គុណខ្វែងគុណជាមួយនឹង TB ហើយPB VB នេះខ្វែងទៅគុណជាមួយនឹង TA វិញណាអញ្ចឹង PB VB គុណជាមួយនឹង TA អញ្ចឹងគោលដៅរបស់យើងគឺយើងចង់បាន TB ណាដើម្បី TB ស្មើនឹង PB VB TA ចែកជាមួយនឹងយើងបោះវាមកយើងបោះ PA VA ចេញទៅជាចែកហ្នឹងនេះបងមើលប្រាប់នេះគុណណាអញ្ចឹងយើងបោះ PA VA ទៅអង្គទី2មកចែកនេះនៅភាពបាយហ្នឹងណាអញ្ចឹងជំនួសលេខចូលតែម្ដងមកលោកសុំកម្មទៅហើយ PB យើងមើលនៅក្នុងក្រាបដែលយើងចំណោលហើយនេះគឺស្មើជាមួយនឹង5គុណនឹង10សេគុណ3ហ្នឹងណាគូសុំកាត់កន្លែងហ្នឹងតិចអញ្ចឹង5គុណនឹង10សេគុណ3បន្ទាប់មក VB គឺយើងមើលនៅក្នុងក្រាបដែរ VB ហ្នឹងគឺស្មើនឹង3 decimal cube នេះ8ស្រេចណាដក3ហ្នឹងណាអញ្ចឹងវាស្មើនឹង3គុណនឹង10សេគុណដក3រួចហើយយើងចែកជាមួយនឹង PA យើងមើលនៅក្នុងក្រាមគឺស្មើនឹង2គុណនឹង10សេគុណ3ណាក្រាមអញ្ចឹង 2.5 គុណនឹង10សេគុណ3តមកគុណនឹង VA នេះមើលនៅក្នុងក្រាបដែលយើងចំណោលកែងពីដំបូងនេះគឺស្មើនឹង1គុណនឹង10សេគុណដក3ហ្នឹងអញ្ចឹងវាស្មើនឹង1គុណនឹង10សេគុណដក3អញ្ចឹងយើងចាប់ដើមសម្រួលណាយើងមើលណាសម្រួលចោលបានសម្រួលដូចជា10សេគុណបូក3នឹង13អស់ហើយបូក3ដកបូក3នេះអស់ហើយអញ្ចឹងយើងគ្រាន់តែយក5គុណនឹង3ហើយចែក 2.5 ណាអញ្ចឹង5គុណនឹង3ហើយចែក 2.5 អញ្ចឹងបងអូនឃើញ6អូភ្លេច6ណានៅមួយទៀតនៅ TA មួយទៀតណាសុំទោសបងណានៅ TA មួយទៀតភ្លេច TA អញ្ចឹង TA ហ្នឹង200ណា TA ហ្នឹងស្មើនឹង200 TA ស្មើ200អញ្ចឹង200គុណនឹង6វាស្មើ TB ហ្នឹងគឺវាស្មើជាមួយនឹងស្មើនឹង1200ចម្លើយឃើញ1200ណា1200 Kelvin លេខនេះដាច់តែម្ដងណាបន្ទាប់ពីយើងរកឃើញ TB ហើយយើងចាប់ដើមរក TC យើងធៀបទៀតយើងយក2ធៀប3ណាធៀបទៅយើងងាយស្រួលគិតលេខទេណាវាងាយស្រួលគិតលេខណាអញ្ចឹងយើងយក2ធៀប3អញ្ចឹងយើងតិចបានថា PB VB នៅលើ PC VC ស្មើជាមួយនឹង NRTB ចែកជាមួយនឹង NRTC ណាអ្វីយើងស្រួលបានមុនគេគឺ NR មុនគេហើយប៉ុន្តែ
អូនសង្កេតឃើញនៅក្នុងក្រាបនេះគឺនៅពេលដែលយើងចំណាកែងទៅឃើញVB និង VC នេះស្មើគ្នាអញ្ចឹងលោកគ្រូអាចសម្រួលបានដែរណាលោកគ្រូអាចសម្រួល VB ជាមួយនឹង VC បានណារួចហើយយើងចាប់ដើមខ្វែងបើថាបងអូននេះទេហើយគេដកបន្ទុកបងអូនបញ្ជាក់មក VB ស្មើនឹង VC មកណាបងចាប់ដើមគុណខ្វែងមកវាទៅជា PB TC ស្មើជាមួយនឹង PC TB អញ្ចឹងគោលដៅរបស់យើងចង់បាន TC វាស្មើនឹង PC TB នៅលើ PB ចុះលោកគ្រូសុំកាត់កន្លែងនេះចំនួនលេខចូលតែម្ដងចំនួនលេខចូលតែម្ដងគឺ PC បងអូនមើលនៅក្នុងក្រាបនេះគឺ 2.5 10សេគុណ3ហ្នឹងណានៅក្នុងក្រាបហ្នឹងអញ្ចឹងយើងបាន2.5 គុណនឹង10សេគុណ3គុណជាមួយនឹង TB មិញគឺ1200ហើយបងអូនទៅចែកជាមួយនឹង PB បងអូនមើលនៅក្នុងក្រាប PB 5គុណនឹង10សេគុណ3ណា PB ចុះលោកគ្រូបាន5គុណនឹង10សេគុណ3អញ្ចឹងអ្វីលោកគ្រូទាញបានក្នុងកាលនេះសម្រួលចោលគឺសេគុណ3អស់ហើយណាអញ្ចឹង2.5 ស្រួលមួយ5ស្មើ1លើ2អញ្ចឹងយើងយក1200ចែកនឹង2មកស្មើនឹង600ចម្លើយគឺ600 កែវិនអញ្ចឹងយើងដូចនេះរួមមកដោយសារយើងស្គាល់សីតុណ្ហភាពទាំងពីរហើយដែលយើងរកឃើញគឺ TB ស្មើនឹង1200 កែវិនហើយ TC ស្មើនឹង600 កែវិនវាជាចម្លើយណាអញ្ចឹងចម្លើយក្នុងសំណួរទីខមាន2សំណួរនឹងឯងណាចប់សំណួរទីខហើយអញ្ចឹងយើងបាន2សំណួរនៅមួយសំណួរទៀតគឺសំណួរទីកគេថា AB នេះអាខ្សែរាងត្រេតនេះគេហៅសម្ពាធប្រែប្រួលអញ្ចឹងបើសម្ពាធប្រែប្រួលយើងប្រើសម្ពាធមធ្យមណាសម្ពាធមធ្យមមានន័យថាសម្ពាធដើមបូកសម្ពាធចុងចែកនឹង2 delta V អញ្ចឹង VB ដកជាមួយនឹង VA ណាប៉ុន្តែយើងរកទាំង3ព្រោះអីកំមន់ក្នុងបំលែងទាំង3ខាងលើអញ្ចឹងយើងរក AB សម្ពាធប្រែប្រួល BC មាត្រថេ CA សម្ពាធថេអញ្ចឹងលោកគ្រូសរសេរនៅលើទាំងម្ដងណាសរសេរនៅលើរូបទាំងម្ដងបងប្អូនចាប់ដើមមើលទាំងអស់គ្នាទី1គឺ AB ណាទីតាំង A យ៉ាងម៉េចយ៉នទីតាំង A បងប្អូនសង្កេតឃើញយ៉ាងម៉េចយ៉នត្រង់ទីតាំង A យ៉ាងម៉េចយ៉នសម្ពាធម៉ាណន 2.5 ណាចុះត្រង់ទីតាំង B យ៉ាងម៉េចយ៉នសម្ពាធវាម៉ាណនសម្ពាធវាណា5ណាអញ្ចឹងនេះគេហៅថាសម្ពាធប្រែប្រួលហើយអញ្ចឹងរូបមន្តដែលយើងទាញបាននៅក្នុងកាលនេះលោកគ្រូសូមបាញ់ព្រួញមកខាងនេះណាអញ្ចឹងសម្ពាធប្រែប្រួលកំមន់ក្នុងបំលែងនេះគឺពី A ទៅ B យើងប្រើពេលមធ្យមអញ្ចឹងយើងដឹងថាពេលមធ្យមគឺស្មើនឹងពេលដើមបូកនឹងពេលចុងចែកនឹង2ណាចែកនឹង2មក delta V ហ្នឹងមានន័យថាយើងយក V ចុងព្រួញណាអញ្ចឹងក្បាលព្រួញទៅ B ហើយអញ្ចឹង VB ដកជាមួយនឹង VA ក្នុងករណីលក្ខខណ្ឌនេះបងអូនរកឃើញរីកមាត្រហើយអញ្ចឹងធំជាង0ព្រោះអីមើលទីតាំង B យ៉ាងម៉េចអូនមាត្រវាមែនអូនទីតាំង B នេះគឺមាត្រវាគឺ3ទីតាំង A មាត្រវាតែ1ទេតែណាអូន1ណាតែណាអញ្ចឹងរីកមាត្រហើយកំមន់វិជ្ជមានណាអញ្ចឹងទី2គឺកំមន់ចេញពី B មកអីអូនមក C ណាចេញពី B មក C គឺអត់មានកំមន់ទេព្រោះក្នុងករណីនេះគឺមាត្រយ៉ាងម៉េចអូនមាត្រថេណា
chẳng trong cả này nó chẳng tiền bàn thá W BC sma nâng sôn mấy bạn chẳng ra tin sma sôn pro vay on pro một con trăm lầm nó vì sự có 300 lầm nơm tiếp con cơ đạo về B sma nâng BC máu con rồi khinh cầm món mùi tiết cứ cầm món tranh vì B từ C sôn đấy mùi tiết cứ tranh vì C từ gòn từ A tranh PC từ Aនេះបង សង្កេតឃើញថា comment យើងសង្កេតឃើញថាសម្ពាធយ៉ាងម៉េចយ៉ននេះសម្ពាធកន្លែងនេះយ៉ាងម៉េចយ៉នសម្ពាធកន្លែងនេះគឺថេណាអញ្ចឹងលោកគ្រូទាញបានថា W ក្នុងបំលែង CA វាត្រូវស្មើជាមួយនឹង P ទីតាំង C ក៏បាន P ត្រង់ទីតាំង A ក៏បានព្រោះចំណោកែងទៅវាស្មើគ្នា 2.5 ដូចគ្នាអញ្ចឹង PA ក៏បាន PC ក៏បានកតាឲ្យមៀតត្រូវតែយើងយកចុងព្រួញដកគល់ព្រួញណាគ្រូបរៀនរួចហើយអញ្ចឹងវាត្រូវជា VA ដកជាមួយនឹង VC អញ្ចឹងក្នុងលក្ខខណ្ឌនេះបងនឹងហៅថារួមមៀតហើយទៅជាង0កំប៉ុនហ្នឹងយើងរកឃើញទៅជាង0ដោយសារមៀតដើមវាប្រហែលអូន3ណាមៀតដើម3ដល់ពេលមៀតស្រេចវាប្រហែលអូន1អញ្ចឹងយើងយក1ដក3មកយ៉ាងម៉េចអូនអវិជ្ជមានណាបងយល់អត់ហ្នឹងអញ្ចឹងសម្រាប់សំណួរទីកសម្រាប់សំណួរទីកនេះយ៉ាងម៉េចអូនក្នុងបំលែងពី A ទៅ B សម្ពាធប្រែប្រួលគេចង់បាន common ក្នុងបំលែងទាំង3អញ្ចឹងយើងយករកបំលែង AB បំលែង BC បំលែង CA ចប់គូហុំប្រោយណាទៅណាអូនគូហុំចម្លើយទៅម្ដងបងណាយល់អត់ហ្នឹងបងប្អូនយល់អត់